សូមជូនរឿងពណ៌ខ្មៅនិពន្ធដោយក្រសួងអប់រំយុវជននិងកីឡាបោះពុម្ពផ្សាយឡើងវិញដោយអង្គការគាំពារកុមារខ្មែរបញ្ចូលសំឡេងដោយលីហាន់ណាហ្វីបុគ្គលិកអង្គការរមាក់កង់3សម្រាប់កុមារអ្វីខ្លះដែលមានពណ៌ខ្មៅក្អែកទាំងពីរមានពណ៌ខ្មៅវាទុំនៅលើមេឈើងាប់ពណ៌ខ្មៅពូនិងមីងកសិករមានសម្លៀកបំពាក់ខ្មៅដូចគ្នាគាត់កំពុងបាចទឹកដាក់ស្រែពូសេកនិយាយថាខ្ញុំមានក្របីខ្មៅមួយធំសម្រាប់ជួយបង្កើនផលសុខានិងសុភាពនិយាយថាយើងមានក្តារឈ្នួនពណ៌ខ្មៅទាំងអស់គ្នាសក់បូណាមានពណ៌ខ្មៅសក់ម្ដាយបូណាមានពណ៌ខ្មៅដែរលោកតានិងលោកយាយខ្ញុំមានអាវពណ៌ខ្មៅដូចគ្នាពេលយប់ងងឹតមេឃកាន់តែខ្មៅរឿងពណ៌ខ្មៅសន្មតថាចប់តែត្រឹមនេះសូមអរគុណ